មួយរឿងព្រះរាជវិនិច្ឆ័យក្តីទាំង4មាននិទានមួយដំណើរថាមានបុរស2នាក់ជាខ្លានឹងគ្នាថ្ងៃមួយខ្លាម្នាក់បានទៅខ្ចីគោខ្លាម្នាក់ដើម្បីទឹមរទេះទៅលក់ទំនិញក្នុងវេលាដែលខ្ចីគោម្ចាស់គោនោះជួបជុំគ្នាទាំងប្តីប្រពន្ធលុះខ្លាខ្ចីគោទឹមបរទៅលក់ទំនិញរួចហើយបាននាំគោទៅជូនខ្លាវិញតែពុំឃើញខ្លាឃើញតែម្រាក់មួយក៏ជូនគោទៅម្រាក់ទទួលយកគោនោះហើយក្រោយពីនោះគោនោះងាប់ទៅលុះខ្លាម្ចាស់គោត្រឡប់មកដល់ផ្ទះវិញឃើញគោនោះងាប់ក៏នឹកខឹងហើយទៅប្រាប់ឲ្យខ្លាដែលខ្ចីគោសងគោនោះវិញឯខ្លាខ្ចីគោឆ្លើយថាកាលអញយកគោទៅសងពុំឃើញខ្លាឯងឃើញតែម្រាក់ទទួលយកគោនោះជ្រះស្រឡះហើយឥតត្វាអ្វីទេម្ដេចក៏ខ្លាបង្គាប់អញឲ្យសងគោទៀតខ្លាម្ចាស់គោថាម្ដេចក៏ខ្លាមិនរងចាំអញមកដល់ផ្ទះសិនហើយម្ដេចក៏ជូនគោទៅប្រពន្ធអញវិញដូច្នេះត្រូវតែខ្លាសងគោអញខានមិនបានទេខ្លាខ្ចីគោឆ្លើយថាអញបានយកគោទៅជូនម្រាក់ជាជ្រះស្រឡះហើយបើខ្លាបង្ខំអញឲ្យសងទៀតចាំអញទៅសូមព្រះរាជទ្រព្យឲ្យបានសិនទើបសងបុរសទាំង2នាក់ពុំសុខចិត្តតែរៀងខ្លួនក៏បណ្ដាលគ្នាទៅប្តឹងចៅក្រមលុះដើរបន្តិចទៅត្រូវថ្ងៃក្តៅណាស់ក៏នាំគ្នាចូលទៅជ្រកម្លប់ឈើមួយគប់ជួនវេលានោះមានបុរសជាម្ចាស់និងខ្ញុំបណ្ដាលគ្នាមកដល់ដែលខ្ញុំដឹកសេះដើរមុនម្ចាស់សេះដើរពីក្រោយឆ្ងាយចៅដឹកសេះបានជួបនឹងបុរស2នាក់ដែលកើតក្តីនឹងគ្នាអង្គុយក្រោមម្លប់ឈើនោះក៏និយាយថាចូលចៅដេញសេះឲ្យផងបុរសនោះដេញហើយសេះនៅតែមិនព្រមដើរក៏និយាយថាចៅអើយសេះឯងមិនព្រមដើរទេទើបចៅដឹកសេះនោះថាចូលចៅចោលវាឲ្យផងបុរសកើតក្តីថាអញមិនហ៊ានចោលទេខ្លាចបាក់ជើងសេះចៅឯងចៅដឹកសេះថាចោលចោះមិនអីទេបុរសខ្ចីគោគេក៏ចោលទៅត្រូវជើងសេះនោះបាក់ចៅម្ចាស់សេះដើរមកទាន់ក៏សួរថាហេតុអ្វីបានជាចៅចោលសេះអញឲ្យបាក់ជើងដូច្នេះត្រូវសងសេះអញវិញក៏បុរសខ្ចីគោឆ្លើយថាចាំអញទៅសូមព្រះរាជទានព្រះរាជទ្រព្យបានសិនសឹមអញសងចៅក៏ហើយក៏នាំគ្នាទៅដល់ផ្ទះរបស់បុរសជាខ្លានិងបុរសដែលខ្ចីគោនោះបុរសខ្ចីគោគេក៏ដើរចូលទៅក្នុងផ្ទះខ្លានោះតែមិនបានឃើញខ្លាឃើញតែប្រពន្ធនោះមានផ្ទៃពោះជាង7 ខែហើយបុរសខ្ចីគោគេនោះនិយាយសុំទឹកគេថាតម្រាក់អើយអញសុំទឹកផឹកផងគឺនាងនោះក៏ទៅសិតទឹករួចក៏ចុះចិន្តាមកនឹងហុចទឹកឲ្យស្រាប់តែកម្មចិន្តាបាក់ធ្លាក់ដល់ដីរលូតកូនទៅឯប្តីមកដល់ឃើញហើយនិយាយថា